សិនសៀងដែលគេស្គាល់ថាជាសម្រាមទីបំផុតបានដាក់ខ្សែឈាមវិញ្ញាណរបស់គេហើយវាគឺជាខ្សែឈាមទេវៈយិនយ៉ាងដែលមានតែមួយគត់ក្នុងលោកទោះបីជាខ្សែឈាមនេះខ្លាំងក្លាប៉ុន្តែត្រូវបង់ថ្លៃដោយការបិទយកធម្មពលដើម្បីឲ្យទេពធីតាទាំងពីរនៅក្នុងខ្លួនសិនសៀងត្រឡប់ទៅរកភាពខ្លាំងកំពូលវិញនេះក៏ធ្វើឲ្យស្រីស្អាតទាំងពីរនាក់ពឹងផ្អែកលើរូបគេទាំងស្រុងចៅហ្វាយលោកមិនគិតថាពេលបានខ្សែឈាមទេវៈរបស់យើងហើយមិនចាំបាច់ទទួលខុសត្រូវចំពោះពួកយើងទេមែនទេប្រឈមមុខនឹងការសួរដេញដោលរបស់ទេពធីតាសិនសៀងភ័យរហូតដល់ប្រញាប់ទៅដងទឹកងូតបញ្ជាក់ថាគេពិតជាត្រូវទទួលខុសត្រូវប៉ុន្តែភ្លាមនោះសៀងដែលជាគូដណ្ដឹងរបស់គេក៏មកគូសទ្វារដោយមិននឹកស្មានដល់ក៏យូរម្លេះមិនស្វាគមន៍ខ្ញុំទេឬមួយបងលាក់ស្រីផ្សេងនៅក្នុងបន្ទប់ត្រូវតែនិយាយថាជួនកាលញាណរបស់មនុស្សស្រីពិតជាគួរឲ្យខ្លាចមែនសិនសៀងដែលមានខ្លួនក៏ប្រញាប់បិទបាំងភ្លាមប៉ុន្តែគេកាន់តែធ្វើបែបនេះសៀងកាន់តែមានអារម្មណ៍ថាគេមានលាក់បាំងអ្វីម្យ៉ាងនេះធ្វើឲ្យសៀងកាន់តែចង់ដឹងចង់ឃើញខ្លាំងឡើងបងទើបតែត្រឡប់មកពីប្រមូលថ្នាំវិញអស់កម្លាំងណាស់គិតថានឹងងូតទឹកក្នុងបន្ទប់ហើយសម្រាកឲ្យបានស្រួលបន្តិចពេលសៀនចូលទៅក្នុងបន្ទប់ទឹកសិនសៀងគិតថាចប់ហើយគេថែមទាំងគិតរួចហើយថានឹងកប់ខ្លួនឯងនៅណាប៉ុន្តែរឿងដែលធ្វើឲ្យសិនសៀងឆ្ងល់ក៏បានកើតឡើងពេលនាងចូលទៅបែរជាឃើញថាគ្មាននរណាសោះចំពោះការមករបស់សៀនថ្ងៃនេះមិនមែនមកដើម្បីចាប់កំហុសទេគឺដោយសារតែឪពុករបស់គេបានរៀបចំការជួបគ្នាថ្មីមួយទៀតតាមពិតទៅថ្ងៃនេះលោកប៉ាចង់នាំខ្ញុំទៅជួបយ៉ាវធានហ៊ូបងប្រុសសិនសៀងពួកយើងរត់ទៅជាមួយគ្នាចាក់ចេញពីទីនេះទៅល្អជាងនោះគ្មាននរណាអាចបំបែកពួកយើងបានទេក្មេងឈួតអូនត្រឡប់ទៅវិញសិនទៅបងនឹងរកវិធីដោះស្រាយសេសៀនហ៊ានបង្ហាញក្តីស្រឡាញ់តែមិននឹកស្មានថាត្រូវឪពុកចាស់ចាប់បានហើយយ៉ាវធានហ៊ូដែលគាត់ណែនាំឲ្យកូនស្រីគឺជាកំពូលអ្នកមានទេពកោសល្យលេខ1ប្រចាំទីក្រុងមិនមែនជាសិនសៀងដែលជាសម្រាមគ្មានខ្សែឈាមវិញ្ញាណនោះទេនៅពេលនេះយ៉ាវធានហ៊ូកំពុងរងចាំនៅមុខខ្លោងទ្វារភូមិគ្រីស្ទត្រកូលសិនគ្មាននរណានឹកស្មានដល់ឪពុករបស់សេចង់ផ្ដាច់ពាក្យនៅចំពោះមុខគេឯងប៉ុន្តែសិនសៀងធ្វើមិននឹងអាចធ្វើឲ្យសៀនខកបំណងបានគេលែងលាក់បាំងកម្លាំងរបស់ខ្លួនទៀតហើយនៅចំពោះមុខគេឯងគេបានបញ្ចេញកម្លាំងដែលទើបនឹងដាស់មិននឹកស្មានថាត្រូវយ៉ាវធានហ៊ូមើងងាយទៅវិញខ្សែឈាមវិញ្ញាណរបស់ឯងគ្រាន់តែមើលក៏ដឹងថាគ្មានប្រយោជន៍ដែរគ្មានន័យអ្វីតតែសោះនិយាយចប់គេក៏ចាប់ផ្ដើមវាយប្រហារគេគិតថាដោយពឹងផ្អែកលើកម្លាំងជាកំពូលអ្នកមានទេពកោសល្យលេខ1ការដោះស្រាយជាមួយសម្រាមដែលទើបនឹងដាស់ធម្មពលគឺងាយដូចបកជ័យប៉ុន្តែតតែបានប្រកួតគ្នាទើបគេដឹងថាធម្មពលវិញ្ញាណរបស់សិនសៀងសុទ្ធនឹងក្រាស់ខ្លាំងណាស់ថែមទាំងធ្វើឲ្យគេអាម៉ាស់មុខនៅចំពោះមុខគេឯងទៀតផងមើលទៅខ្សែឈាមវិញ្ញាណរបស់គុណប្រុសសិនពិតជារបស់ពិតមែនថ្ងៃនេះខ្ញុំមិនរំខានទេសិនសៀងគិតថារឿងនេះនឹងបញ្ចប់ត្រឹមនឹងតែមិននឹកស្មានថាគេបានបង្កើតគំនុំជាមួយយ៉ាវធានហ៊ូទៅវិញពេលនេះយ៉ាវធានហ៊ូកំពុងខົບខិតជាមួយចាស់ទុំត្រកូលសិនរៀបចំផែនការទម្លាក់កំហុសលើពុកសិនសៀងក្នុងការប្រកួតប្រជែងត្រកូលសិនពីថ្ងៃទៀតសិនសៀងដែលមិនដឹងរឿងនេះសោះក្រុមការបង្រៀនរបស់ស៊ូមេយ៉ាវទីបំផុតក៏បានឈានជើងចូលក្នុងវិធីការទាំងទទួលបានចិញ្ចៀនសត្វចិញ្ចឹមដែលស៊ូមេយ៉ាវយកមកទៀតផងតែមានឈ្មោះថាចិញ្ចៀនទេវៈយិនយ៉ាងជាធម្មតារាងកាយរបស់នារីទាំងពីរនឹងស្នាក់នៅក្នុងនោះធ្វើបែបនេះពេលក្រោយដែលពួកគេបង្ហាញខ្លួនក្នុងទម្រង់វិញ្ញាណមានតែសិនសៀងម្នាក់ទេដែលអាចមើលមិនអន់ទេត្រឹមតែ2ថ្ងៃប៉ុណ្ណោះធម្មពលនីគីវរបស់ក្មេងនេះរីកចម្រើនដល់កម្រិតនេះទៅហើយល្បឿននៃការជិះនេះលឿនជាងឯងនិងខ្ញុំកាលពីមុនទៅទៀតនរណាទៅដឹងថាក្មេងនេះបានបញ្ចូលខ្សែឈាមទេវៈយិនយ៉ាងរបស់យើងតើគេអាចឆេះដល់កម្រិតណាទៅ